មានរឿងមួយដំណើរថាមានអ្នកចៅទូកម្នាក់រុញទូកដឹកអ្នកដំណើរចុះទន្លេហើយបានកិនក្តាមតូចៗ 4-5 ក្បាលដែលកំពុងកាយរុងនៅលើច្រាំងឃើញបែបនេះព្រះសង្ឃតូចមួយអង្គបានសួរទៅគ្រូរបស់ខ្លួនថាលោកគ្រូតើការស្លាប់របស់ក្តាមទាំងនោះគឺជាកំហុសរបស់អ្នកណាអ្នកចៅទូកជាអ្នកខុសឬអ្នកដំណើរជាអ្នកខុសគ្រូសើចតិចៗហើយឆ្លើយទៅកាន់ព្រះសង្ឃតូចថាឯងនឹងហើយគឺជាអ្នកខុសព្រះសង្ឃតូចឆ្លងកាំហើយក៏សួរទៅកាន់គ្រូវិញថាខ្ញុំមិនបានធ្វើអ្វីសោះហេតុអ្វីបានជាខ្ញុំជាអ្នកខុសគ្រូក៏ប្រាប់វិញថាអ្នកចែវទូកខំរុញទូកដើម្បីចិញ្ចឹមគ្រួសារអ្នកដំណើរឆ្លងទន្លេដើម្បីទៅបំពេញការងារចំណែកឯក្តាមវិញខំខួងដីលាក់ខ្លួនដើម្បីរស់រានមានជីវិតម្នាក់សុទ្ធតែកំពុងប្រឹងប្រែងដើម្បីជីវិតមានតែឯងប៉ុណ្ណោះដែលកំពុងអង្គុយសួររកអ្នកណាត្រូវអ្នកណាខុសសត្វលោកនិងមនុស្សទាំងសុទ្ធតែមានទុក្ខលំបាករៀងៗខ្លួនក្នុងរឿងជាច្រើនមិនអាចបែងចែកទៅជាល្អទាំងស្រុងឬអាក្រក់ទាំងស្រុងបាននោះទេគ្រប់រឿងទាំងអស់សុទ្ធតែមានចំណុចល្អនិងចំណុចអាក្រក់នៅលាយឡំគ្នាមិនអាចបែងចែកដាច់ពីគ្នាបានពិភពលោកនេះមិនដែលខ្វះមនុស្សចូលចិត្តវិនិច្ឆ័យរឿងត្រូវខុសប៉ុន្តែដែលខ្វះគឺមនុស្សដែលចេះយោគយល់និងស្គាល់ច្បាស់ពីទុក្ខលំបាកនៃជីវិតពិតប្រាកដ